សូមស្វាគមន៍មកកាន់ Channel Metal Episode ទី1ថ្ងៃនេះគឺខ្ញុំចង់មកនិយាយអំពីតើធ្វើដូចម្តេចដើម្បីបង្កើនការចងចាំរបស់យើងឲ្យទទួលបានលទ្ធផលល្អនិងមានភាពល្អប្រសើរនៅក្នុងថ្ងៃនេះដែរគឺខ្ញុំមាន6ចំណុចក្នុងការលើកឡើងដើម្បីជួយឲ្យអ្នកនរគ្នាបង្កើនការចងចាំរបស់អ្នកនរគ្នាឲ្យកាន់តែប្រសើរឡើងជាពិសេសសម្រាប់បងប្អូនដែលជាសិស្សានុសិស្សក៏ដូចជានិស្សិតផងដែរជាធម្មតាដើម្បីបង្កើនការចងចាំឲ្យទទួលបានលទ្ធផលល្អមានវិធីសាស្ត្រជាច្រើននៅក្នុងការជួយស្រាប់ទៅកាន់អ្នកនរគ្នាដែលឡែកនៅថ្ងៃនេះគឺខ្ញុំលើកយកចំណុចតែ6ចំណុចទេដែលខ្ញុំគិតថាវាល្អប្រសើរសម្រាប់អ្នកទាំងអស់គ្នាទី1គឺជាការបង្កើនសុខភាពខួរក្បាលការបង្កើនសុខភាពខួរក្បាលគឺយើងអាចបង្កើនទៅតាមរយៈការហាត់ប្រាណជាប្រចាំធ្វើសកម្មភាពឲ្យរាងកាយយើងមានភាពល្អប្រសើរដូចជាការរត់ការហាត់ប្រាណលើកយូហ្គាការធ្វើឲ្យឈាមហូរទៅកាន់ខួរក្បាលដែលជួយពង្រឹងការចងចាំរបស់យើងឲ្យកាន់តែល្អប្រសើរមួយទៀតគឺទៅលើការគេងគឺយើងគេងឲ្យបានគ្រប់គ្រាន់ជាធម្មតាការគេងគឺយើងត្រូវគេងឲ្យបានចន្លោះពី7ម៉ោងទៅ8ម៉ោងក្នុងមួយយប់ដើម្បីឲ្យសុខភាពខួរក្បាលរបស់យើងទទួលបានលទ្ធផលល្អមួយវិញទៀតគឺទៅដល់ទៅលើការញ៉ាំអាហារក៏សំខាន់ផងដែរត្រូវរកអាហារណាដែលមានជាប្រភេទអាហាររូបត្ថម្ភដែលមានបរិមាណសមស្របដែលយើងហៅថាជាត្រីកផ្លែឈើបន្លែឬក៏ជាគ្រាប់ធម្មជាតិដើម្បីជួយពង្រឹងខួរក្បាលរបស់យើងឲ្យមានភាពល្អប្រសើរទី2គឺខ្ញុំចង់និយាយអំពីការប្រើប្រាស់វិធីសាស្ត្រនៅក្នុងការរៀនអញ្ចឹងវាពិតជាសំខាន់មែនទែននៅក្នុងសិស្សានុសិស្សឬជានិស្សិតការរៀនគឺពិតជាសំខាន់ដោយសារតែវាជាវ័យមួយដែលអ្នកនរគ្នាកំពុងតែបន្តនៃការសិក្សាក៏ជាការក្រេបជជែករកចំណេះដឹងផងដែរអញ្ចឹងគឺចំពោះទៅលើការប្រើប្រាស់ការរៀនឲ្យល្អប្រសើរទី1គឺយើងរៀនដោយការធ្វើសកម្មភាពការសរសេរការគូជាច្រើនឬក៏ការបកស្រាយមេរៀនឲ្យអ្នកដទៃស្ដាប់ជាពិសេសគឺពេលរៀនគឺគ្រូតែងតែសួរមេរៀនក៏ដូចជាសម្រាប់បងប្អូនដែលជានិស្សិតវិញគឺតែងតែទទួលបានការដាក់កិច្ចការពីលោកគ្រូអ្នកគ្រូហើយយើងក៏ត្រូវការឡើងទៅធ្វើបទបង្ហាញដូចជាគេហៅថា presentation ដើម្បីជួយដើម្បីជំរុញទៅលើការបកស្រាយប្រធានបទយើងឲ្យកាន់តែល្អប្រសើរមួយទៀតការប្រើប្រាស់អារម្មណ៍ការភ្ជាប់អារម្មណ៍ជាមួយនឹងព័ត៌មានថ្មីអញ្ចឹងអ្នកនរគ្នាអ្នកខ្លះគឺមិនបានគិតគូរឲ្យដល់ទៅលើការប្រើប្រាស់អារម្មណ៍ទីអ្នកខ្លះមិនបានទាំងសមាធិទេផងវាធ្វើឲ្យអ្នកនរគ្នាការគិតមានភាពស្មុគស្មាញច្រើនដោយសារតែអ្នកនរគ្នាមិនមានចិត្តស្ងប់បាទយើងអាចប្រើប្រាស់អារម្មណ៍ផ្សារភ្ជាប់ទៅលើព័ត៌មានថ្មីជាមួយនឹងអ្នកស្គាល់រួចហើយដូចជាមិត្តភ័ក្តិលោកគ្រូអ្នកគ្រូបងប្អូនបាទយើងអាចជាការកំសាន្តជាមួយពួកគាត់ដើម្បីធ្វើឲ្យអារម្មណ៍របស់យើងមានភាពល្អប្រសើរមួយវិញទៀតការរៀនគឺសូមបែងចែកពេលវេលាឲ្យបានច្បាស់លាស់កុំចេះតែរៀនទៅតាមអារម្មណ៍ឬក៏ទៅរៀនទៅតាមការនឹកឃើញយើងត្រូវមានការវិភាគឲ្យបានច្បាស់លាស់ថាតើពេលថ្ងៃយើងត្រូវរៀនប្រហែលម៉ោងបន្ទាប់ពីយើងចេញពីសាលារដ្ឋក៏ដូចជាសាលាសាកលវិទ្យាល័យដែលអ្នកនរគ្នាកំពុងបានសិក្សាពេលដែលមកដល់ផ្ទះអ្នកនរគ្នាគួរតែបែងចែកពេលវេលាឲ្យបានត្រឹមត្រូវក្នុងការរៀនច្រើនមិនមែនមានន័យថាអ្នកនរគ្នាទទួលបានលទ្ធផលល្អនោះទេតែជួយឲ្យអ្នកនរគ្នាមានលទ្ធផលល្អគឺទៅលើការបែងចែកពេលវេលាក៏ដូចជាការរៀនឲ្យបានត្រឹមត្រូវវាពិតជាសំខាន់មែនទែនសម្រាប់អ្នកសិក្សាគ្រប់រូបបាទដើម្បីជំនួយទៅដល់ការចងចាំរបស់គាត់មិនងាយភ្លេចពេលដែលអ្នកនរគ្នាបានរៀនជាពិសេសទៅលើមុខវិជ្ជាដែលត្រូវប្រើទន្ទិញអក្សរច្រើនទី3គឺបង្កើនការចិត្តទុកដាក់អញ្ចឹងបើសិនជាយើងមិនសូវចងចាំយើងមិនមែនរៀនតាមក្បួនចាស់ក៏អ្វីដែលអ្នកធ្លាប់ធ្វើពីមុនមកនោះទេយើងត្រូវតែបង្កើនយកចិត្តទុកដាក់ជាងមុនទៅសាលាត្រូវយកចិត្តទុកដាក់ជាមួយនឹងលោកគ្រូអ្នកគ្រូមានភាពស្ងៀមស្ងាត់មិនលោឡាមិននិយាយជាមួយនឹងមិត្តភ័ក្តិនៅរួមថ្នាក់គ្រូជាអ្នកផ្សេងទៀតខណៈពេលដែរលោកគ្រូអ្នកគ្រូគាត់កំពុងតែធ្វើការបញ្ចូលមេរៀនត្រូវតែសង្កេតទៅលើមេរៀនរបស់អ្នកនរគ្នាដើម្បីបញ្ជាក់ថាមេរៀនដែលអ្នកនរគ្នាកំពុងតែសង្កេតកំពុងតែបដោតវាទទួលបានផលល្អនៅពេលដែលលោកគ្រូអ្នកគ្រូគាត់មានលំហាត់
ផ្ដល់ជូនទៅកាន់អ្នកនរគ្នាសូមយកចិត្តទុកដាក់ទៅក្នុងការធ្វើមិនមែនធ្វើឲ្យតែហើយធ្វើឲ្យរួចពីដៃទេយើងត្រូវតែផ្ដោតទៅលើការធ្វើត្រូវតែពង្រឹងទៅលើចំណុចខ្វះខាតបាទជាពេលនេះហើយគឺជាពេលដែលយើងអាចមាត់ជាមួយនឹងមនុស្សជុំវិញខ្លួនប៉ុន្តែមាត់ក្នុងន័យមួយដែលយើងស្វែងរកដឹងឲ្យខ្លួនឯងនឹងស្រាប់តែយើងគឺថាយើងមិនអាចធ្វើរួចទៅលើកិច្ចការដែលលោកគ្រូអ្នកគ្រូក៏ដាក់ជូនប៉ុន្តែបើសិនជាយើងធ្វើបានវាមិនជាបញ្ហានោះទេសូមរក្សាភាពស្ងាត់ដោយសមាធិនៅក្នុងចិត្តរបស់យើងនៅក្នុងការធ្វើបាទដោយការប្រុងប្រយ័ត្នជៀសវាងមានការខុសទៅលើចំណុចណាមួយវាមិនសូវជាល្អទេវាអាចធ្វើឲ្យយើងខូចអារម្មណ៍ក៏ថាបានដែរទី4ការប្រើប្រាស់ការធ្វើម្ដងទៀតនិងការពិនិត្យអញ្ចឹងបន្ទាប់ពីអ្នកនរគ្នាធ្វើវារួចរាល់ហើយសូមពិនិត្យឡើងវិញថាតើវាមានចំណុចខ្វះខាតដែរទេឬក៏អ្វីដែលអ្នកនរគ្នាបានធ្វើរួចវាពេញចិត្តទៅលើអ្វីដែលបានធ្វើហើយទៅប៉ុន្តែបើសិនជាយើងអត់ពេញចិត្តទេធ្វើវាម្ដងទៀតក៏បានដែរនេះចំពោះការរៀនប៉ុន្តែបើចំពោះការប្រឡងយើងមិនមានពេលគ្រប់គ្រាន់នៅក្នុងការធ្វើម្ដងហើយម្ដងទៀតនោះទេអញ្ចឹងវារត់តែប្រុងប្រយ័ត្នទៅទៀតប៉ុន្តែនៅក្នុងឋានៈពេលដែលអ្នកនរគ្នារៀនគឺបង្កើនការចងចាំអញ្ចឹងគឺយើងអាចប្រើវិធីមួយការធ្វើហើយយើងធ្វើម្ដងទៀតដោយមិនមើលទៅលើអ្វីដែលយើងបានធ្វើលើកទី1នោះទេបន្ទាប់ពីធ្វើរួចយើងត្រូវបង្កើតចំណងឲ្យខ្លួនឯងថាតើខ្លួនឯងធ្វើនឹងវាត្រឹមត្រូវតើមានអ្វីដែលថ្មីសម្រាប់ខ្លួនឯងដែរឬអត់ទៅលើអ្វីដែលយើងកំពុងបានធ្វើដូចថាអ្នកនរគ្នាកំពុងតែធ្វើលំហាត់កញ្ចក់បន្ទាប់ពីអ្នកនរគ្នាធ្វើរួចអ្នកនរគ្នាបានពិនិត្យមើលវាហើយឬនៅថាតើវាត្រឹមត្រូវដែរឬទេបើវាមិនត្រឹមត្រូវដូចជាខ្ញុំបាននិយាយពីដំបូងមិញអញ្ចឹងគឺធ្វើវាម្ដងទៀតឬក៏យើងកត់ចំណាំទៅលើចំណុចខ្វះខាតរបស់យើងដើម្បីជៀសវាងមានបញ្ហានៅថ្ងៃក្រោយពេលច្រើនអ្នកនរគ្នាគឺតែជួបខ្លាំងជាងគេគឺនៅពេលប្រឡងគឺអ្នកនរគ្នាតែតែមានការភ័ន្តច្រឡំអញ្ចឹងសូមកុំឲ្យមានភាពភ័ន្តច្រឡំព្រោះជាការភ្លេចភ្លាំងច្រើនលើកច្រើនសារអញ្ចឹងសូមអ្នកនរគ្នាធ្វើដោយការប្រុងប្រយ័ត្នទី5គឺការថែទាំសុខភាពគឺជារឿងមួយដ៏ចម្បងហើយក៏ជារឿងទី1ដែរបើសិនជាសុខភាពរបស់អ្នកទាំងអស់គ្នាមិនល្អការរៀនរបស់អ្នកទាំងអស់គ្នាក៏មិនទទួលបានលទ្ធផលទោះបីជាអ្នកទាំងអស់គ្នាប្រឹងប៉ុណ្ណាក៏មិនបង្កើតការចងចាំឲ្យអ្នកទាំងអស់គ្នាបានដែរមានថាការចងចាំវាអាស្រ័យទៅលើសុខភាពរបស់អ្នកទាំងអស់គ្នាល្អឬក៏មិនល្អសុខភាពល្អការចងចាំមិនពិបាកនៅក្នុងការរៀនតិចក៏ចេះដែរប៉ុន្តែបើសិនជាសុខភាពរបស់អ្នកទាំងអស់គ្នាមិនល្អការដែលរៀនច្រើនក៏មិនប្រកាសថាទទួលបានលទ្ធផលការដែលរៀនតិចរឹតតែមិនទទួលបានលទ្ធផលទៅទៀតហេតុអីដោយសារតែយើងឥឡូវតែថែទាំសុខភាពនៅពេលដែលសុខភាពរបស់យើងកំពុងតែទ្រុឌទ្រោមព្រោះយើងខ្វល់តែសុខភាពជាងការផ្ដោតអារម្មណ៍ទៅលើការរៀនរបស់អ្នកនរគ្នាអញ្ចឹងទៅតែជួយឲ្យយ៉ាងណាក៏ដោយអញ្ចឹងជាការ recommend របស់ខ្ញុំដែរសូមជួយលើការថែទាំសុខភាពរបស់អ្នកនរគ្នាដូចជាការហាត់ប្រាណការញ៉ាំអាហារដែលអាចជួយឲ្យសុខភាពរបស់អ្នកទាំងអស់គ្នាល្អប្រសើរកុំចេះតែញ៉ាំតែផ្ដេសតែផ្ដាមួយទៀតគឺដើម្បីឲ្យសុខភាពរបស់ផ្លូវចិត្តដូចជាសុខភាពផ្លូវកាយរបស់អ្នកល្អជាពិសេសទៅលើសុខភាពផ្លូវចិត្តតែម្ដងគួរតែមានពេលទៅក្នុងការលេងល្បែងកម្សាន្តជាមួយនឹងមនុស្សជុំវិញខ្លួនល្បែងកម្សាន្តខុសពីល្បែងស៊ីលុយការលេងបៀលាប៉ោងមិនមែនជាល្បែងកម្សាន្តទេវាជាល្បែងស៊ីលុយទេល្បែងកម្សាន្តគឺជាកិច្ចកម្មដែលយើងជួបប្រទះតាមសាលារដ្ឋដូចជាយើងអាចមានមួយចំនួនដែលយើងលេងនៅផ្ទះក៏មានដែរសម្រាប់បងប្អូនហើយប្រាប់ជានិស្សិតនៅក្នុងថ្នាក់ក្នុងពេលដែលយើងរៀនក៏លោកគ្រូអ្នកគ្រូគាត់បង្កើតជាហ្គេមដើម្បីអ្នកនរគ្នាបន្ធូរអារម្មណ៍ខ្លះដែរខ្ញុំជឿថាប្រកាសជាមានមិនថានៅសាកលវិទ្យាល័យឬក៏វិទ្យាល័យឬក៏អនុវិទ្យាល័យបឋមសិក្សាគឺសិតតែមានទាំងអស់ដូចគ្នាទៅលើការហ្គេមជំនួយបន្ថែមទៅក្នុងការសិក្សារៀនសូត្រទី6គឺការប្រើប្រាស់បច្ចេកវិទ្យាក៏វាជារឿងដ៏សំខាន់ផងដែរការប្រើប្រាស់ទូរស័ព្ទក៏ដូចជាកុំព្យូទ័របើសិនជាយើងប្រើត្រូវវានឹងជួយយើងបើសិនជាយើងប្រើមិនត្រូវវានឹងបំផ្លាញយើងដូចគ្នាជាពិសេសគឺទៅលើបច្ចុប្បន្ននេះប្រព័ន្ធ digital មានដូចជា Facebook TikTok YouTube សុទ្ធតែ
ជាប្រព័ន្ធ digital មួយដែលល្អប្រសើរសម្រាប់យើងជាពិសេសសម្រាប់អ្នកដែលសិក្សាស្រាវជ្រាវដូចជាអ្នកសិក្សាសិស្សនិស្សិតដែលឡែកបើសិនជាយើងប្រើមិនត្រូវគោលដៅក៏វាអាចជួយបំផ្លាញយើងដែរហើយក្មេងបច្ចុប្បន្នដែលយើងឃើញថាសម្បូរក្មេងទំនើងសម្បូរក្មេងដែលប្រព្រឹត្តអំពើដែលយើងមិនចង់ឃើញដូចជាកេតកម្មក៏bịការចេញអំពី social media ឬក៏គេហៅថាបច្ចេកវិទ្យានឹងដូចគ្នាដែរអញ្ចឹងសង្ឃឹមថា6ចំណុចនេះអាចជួយអ្នកនរគ្នាក្នុងការបង្កើនការចងចាំក៏ដូចជាជំរុញទៅដល់ការសិក្សារបស់អ្នកនរគ្នាទទួលបានលទ្ធផលល្អអញ្ចឹងដោយឡែកបញ្ជាក់បន្ថែមទៅលើការប្រើប្រាស់បច្ចេកវិទ្យាគឺសូមប្រើដោយទំនួលខុសត្រូវដើម្បីអីដោយសារតែបច្ចេកវិទ្យាវាលឿនរហ័សមែនទែនយើងចង់ដឹងអំពីព័ត៌មានអីក៏វាអាចផ្ដល់ឲ្យយើងដែរដោយសារតែវាមានទាំង app មានទាំង website សម្រាប់ការជួយ support ទៅលើការសិក្សារបស់យើងជានិច្ចនេះគឺជាវីដេអូរបស់ខ្ញុំនៅក្នុង episode ទី1ជាវីដេអូដំបូងដែលខ្ញុំនិយាយចែករំលែកទៅជាមួយនឹងវិធីសាស្ត្រឬជាយុទ្ធសាស្ត្រក្នុងការជួយឲ្យការសិក្សារបស់អ្នកនរទទួលបានលទ្ធផលល្អប្រសើរហើយខ្ញុំសង្ឃឹមថាវីដេអូនេះវានឹងមានតម្លៃទៅកាន់អ្នកទាំងអស់គ្នាជាពិសេសទៅលើអ្នកដែលសិក្សាហើយយ៉ាងណាក៏ដោយក៏ខ្ញុំសូមអភ័យទោសទៅលើកំហុសខុសឆ្គងដែលកើតមានឡើងដោយអចេតនានៅក្នុងវីដេអូនេះផងដែរអញ្ចឹងជាការពឹងរបស់ខ្ញុំផងសូមជួយ subscribe បាទក៏ដូចជាចុច like ដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តនៅក្នុងការធ្វើវីដេអូល្អៗបន្តទៀតទៅកាន់បាទអ្នកទាំងអស់គ្នាបាទផងដែរបាទសូមអរគុណជួបគ្នានៅវីដេអូក្រោយទៀត